រៀបអ្នកជំរាបប្រសាអ្នកគ្រូមេរៀនទី2វេវចនៈសាស្ត្របំណនចូលអានឧទាហរណ៍ខាងក្រោម1សុខាសំភាលាម្ដាយឪពុកមកនឹងទៅសាលារៀន2ម៉ែជុំកូនទៅចូលឈ្មោះចូលរៀន3សុភាពសុំលុយមកទិញសៀវភៅ4យើងជាកូនត្រូវគោរពមាតាបិតាពាក្យម្ដាយម៉ាក់មាតាមានន័យដូចគ្នាគេអាចប្រើជំនួសគ្នាបានពាក្យទាំងនេះហៅថាវេវចនៈសព្ទវេវចនៈសព្ទគឺជាពាក្យមានប្រភេទដូចគ្នានិងអាចប្រើជំនួសគ្នាបានដោយអត់ឲ្យល្បះមានន័យផ្សេងជម្រាបលាអ្នកគ្រូ